បាទជំរាបសួរពុកម៉ែបងប្អូនដែលបានទស្សនា Channel រង្វាន់ធម្មជាតិជាទីនឹករលឹកថ្ងៃនេះដែរខ្ញុំមកបង្ហាញដើមសិរីមង្គលមួយប្រភេទទៀតបាទដែលមានឈ្មោះហៅថាដើមសារិកាហៅទ្របឬក៏សារិកាអណ្ដាតមាសដែលជាដើមសិរីមង្គលពូកែខាងមុនស្នេហ៍មេត្តាមហានិយមគឺខាងរកស៊ីបាទមុខចំនួនជួញដូរផ្សេងៗហ្នឹងទិញចូលលក់ចេញបាទអញ្ចឹងខ្មែរបុរាណយើងនិយមតគ្នាថាផ្ទះណាឬក៏កន្លែងណាដែលបានដាំដើមសិរីមង្គលនេះដែលមានឈ្មោះហៅថាដើមសារិកាហៅទ្របឬក៏សារិកាអណ្ដាតមាសនេះនឹងធ្វើឲ្យគេចូលចិត្តអាណិតស្រឡាញ់បាទមិនថាយើងនិយាយអ្វីក៏គេជឿជាក់គេស្ដាប់យើងដោយក្តីស្រឡាញ់ពេញចិត្តហើយបើយើងចង់ចរចាអ្វីក៏បានសម្រេចដោយបំណងយើងដែរអ្នកដែលស្ដាប់ហើយនឹងក៏ទុនចិត្តនឹងបំពេញបំណងយើងបាទអញ្ចឹងការទិញចូលលក់ចេញហ្នឹងគឺមិនខាតកម្រៃទេបងប្អូនអញ្ចឹងខ្មែរយើងនិយមតគ្នាមកអញ្ចឹងដើមមង្គលនេះគេនិយមដាំតាមផ្ទះឬក៏តាមរបងសួនបាទតាមសួនហ្នឹងព្រោះគេជឿថាវាសិរីមង្គលពិតគឺស្លឹករបស់វាហ្នឹងបងប្អូនគឺវាសិទ្ធិរូបបេះដូងអញ្ចឹងបាទមើលមួយផ្លែតគឺរូបបេះដូងអញ្ចឹងបាទការដាំហើយនឹងជួយចម្រុងចម្រើនជោគលាភយើងបាទអ្នកដាំនឹងហេងជួបតែសំណាងល្អលក់នឹងក៏ដាច់សម្រេចដោយបំណងបងប្រាថ្នាយើងមិនថាយើងប្រាថ្នាយ៉ាងណាហ្នឹងក៏ដោយបំណងយើងអញ្ចឹងព្រោះវាគឺជាដើមសិរីមង្គលពូកែខាងមុនស្នេហ៍មេត្តាមហានិយមនិយាយឲ្យគេចូលចិត្តអាណិតស្រឡាញ់ចរចាអ្វីក៏បានសម្រេចបាទលក់ចូលលក់ទិញចូលលក់ចេញហ្នឹងគឺមិនខាតកម្រៃទេបងប្អូនអញ្ចឹងគេនិយមរកមកដាំតាមសួនបាទលំអសួនឬក៏លំអមុខផ្ទះការិយាល័យកន្លែងធ្វើការសហគ្រាសរោងចក្រផ្សេងនេះគេនិយមរកមកដាំព្រោះគេជឿថានៅពេលដែលដាំហើយហ្នឹងអ្នកដែលដាំឬក៏អ្នកដែលស្ថិតនៅក្នុងទីកន្លែងហ្នឹងនិយាយទៅគេហ្នឹងគឺគេអាណិតស្រឡាញ់គេចូលចិត្តបាទខាងមុនស្នេហ៍មេត្តាមហានិយមហ្នឹងនេះគឺជាការជឿរបស់ខ្មែរយើងអញ្ចឹងគេដាំតាមរបងបាទដាំតាមរបងសួនដើម្បីមើលទៅគឺរំលេចបាទអ្នកដែលស្គាល់គឺស្គាល់តែអ្នកខ្លះក៏មិនទាន់ដឹងអត្ថន័យរបស់វាមុនគេដាំហ្នឹងគឺក៏មានបំណងច្បាស់លាស់របស់គេគឺខាងមុនស្នេហ៍បាទអញ្ចឹងបងប្អូនដែលបានទស្សនាហើយកុំភ្លេចចុច like ចុច subscribe ផងនិងរូបកណ្ដឹងដើម្បីទទួលបានដើមសិរីមង្គលឬក៏ប្រទាលមង្គលផ្សេងពី Channel រង្វាន់ធម្មជាតិយើងខ្ញុំបាទអញ្ចឹងជូនពរឲ្យបងប្អូនជួបតែសេចក្តីសុខសេចក្តីចម្រើនរកស៊ីមានបានបាទអរគុណច្រើនជម្រាបលា